តើខ្ញុំគួរធ្វើបែបណាទើបអាចឲ្យខ្លួនឯងមានតម្លៃមានគោលដៅច្បាស់លាស់ក្នុងជីវិតបានព្រោះខ្ញុំរាល់ថ្ងៃរស់នៅដូចគ្មានន័យអ្វីទេរៀនក៏មិនកើតធ្វើអ្វីក៏មិនកើតមនុស្សជាទីស្រឡាញ់ក៏លែងត្រូវការត្រូវស្រឡាញ់ខ្លួនឯងមុនបើយើងអត់ទាំងស្រឡាញ់ខ្លួនឯងផងគេក៏មិនស្រឡាញ់យើងដែរអញ្ចឹងក្នុងការស្រឡាញ់ខ្លួនត្រូវតែថែខ្លួនឲ្យល្អសិនកាលណាយើងមានតម្លៃមនុស្សពិតជាមករកយើងកុំបន្ទោសគេមិនឲ្យតម្លៃអញ្ចឹងណាតម្លៃមិនមែននៅលើគេឲ្យឬអត់ទេតម្លៃគឺមិនដឹងថាតែយើងសម្គាល់លើអីទៅទៀតប៉ុន្តែតម្លៃដែលអាត្មាចង់និយាយគឺការគិតត្រូវការធ្វើត្រូវការនិយាយត្រូវអញ្ចឹងបើវាត្រូវអស់ហើយអ្នកដទៃមិនឲ្យតម្លៃវាអត់មានអីបញ្ហាទេ You are not what people think អង់គ្លេសថាអញ្ចឹងថាអ្នកមិនមែនជាអ្វីដែលមនុស្សគិតទេអ្នកគឺជាអ្វីដែលអ្នកគិតអ្នកគឺជាអ្វីដែលអ្នកធ្វើមិនមែនអ្នកជាអ្វីដែលគេគិតទេគេគិតគេមើលរូបភាពតែអ្នកពិតប្រាកដគឺជាអ្វីដែលអ្នកគិតនិងអ្នកធ្វើតែអ្នកមិនមែនជាអ្វីដែលគេមើលឃើញតែគេស្ដាប់ឮនោះទេនឹងចឹងហើយក៏មិនចាំបាច់ធ្វើឲ្យមានតម្លៃដោយរូបភាពដែលគេឲ្យនិយមន័យស័ព្ទថ្ងៃហ្នឹងដែរគឺកាលណាយើងគិតអារឿងតម្លៃគេឲ្យយើងបំពេញវាអត់គ្រប់ទេជាងការតម្លៃរបស់យើងខណៈគេមិនត្រូវការគេមិនទទួលស្គាល់យើងថាយើងអត់តម្លៃមែនទេតម្លៃរបស់យើងមានផ្សេងតម្លៃរបស់យើងមានផ្សេងរឿងគេមិនត្រូវការរឿងរបស់គេកុំឲ្យច្បុកច្បល់គ្នាបើសិនជាយើងពាក់ព័ន្ធនឹងតម្លៃត្រូវគេឲ្យគេត្រូវការឲ្យគេស្រឡាញ់នោះយើងបំពេញតម្លៃនឹងមិនត្រូវទេឧទាហរណ៍ថាយើងជាផ្កាមួយវាធម្មជាតិរបស់យើងហ្នឹងវាមានកម្ពស់តែប៉ុណ្្នឹងមកជីវិតតែកម្ពស់ប៉ុណ្្នឹងប៉ុន្តែមនុស្សគ្រប់គ្នាភាគច្រើនគេទៅទិញអាផ្កាដើមខ្ពស់ដល់គេដើរចិត្តផុតយើងតូចចិត្តគេមិនអោយតម្លៃទេតម្លៃរបស់យើងផ្សេងពេលណាអ្នកខ្លះគេចង់បានអាផ្កាទៀបទៅដាំក្នុងសួនគេមិនត្រូវការនោះណាអញ្ចឹងផ្កាហ្នឹងមានតម្លៃមិនមែនមនុស្សភាគច្រើនឃើញថាល្អទៅមានតម្លៃមិនមែនណាវាមានតម្លៃរបស់វាតម្លៃរបស់វាត្រង់ថាវាបឺតជីវជាតិឲ្យល្អត្រូវពលឺថ្ងៃល្អរីកបានល្អប៉ុណ្ណាគឺប៉ុណ្ណឹងរបស់វាអាហ្នឹងតម្លៃរបស់វាតម្លៃរបស់វាមិនមែនត្រង់ថាអ្នកដតីនឹងឲ្យតម្លៃឬក៏ត្រូវវិវត្តខ្លួនវាទៅតាមផ្កាផ្សេងអត់ទេគឺធ្វើម៉េចឲ្យខ្លួនវានឹងរស់តាមធម្មជាតិរបស់ខ្លួនវាយើងដូចគ្នាចឹងដែរយើងទៅរៀនស្គាល់ខ្លួនយើងរៀនស្រឡាញ់ខ្លួនយើងហ្នឹងហើយព្រះបរមគ្រូព្រះអង្គត្រាស់ថាអត្តានញ្ចេបយ៉ាងចេញរក្ខយៈនឹងសរខិតាំងតនមញ្ញតរង្យមង្គបដិជ្ជកេយបណ្ឌិតោបើបណ្ឌិតដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនហើយណារឿងស្រឡាញ់ខ្លួននឹងស្រឡាញ់ប៉ុន្តែសំខាន់មួយទៀតបើដឹងថាខ្លួនជាទីស្រឡាញ់របស់ខ្លួនហើយត្រូវតម្កល់ខ្លួនឲ្យល្អឲ្យផុតចាកអំពើសៅមងអាក្រក់ផ្សេងហ្នឹងមិនប្រព្រឹត្តអំពើដែលទុច្ចរិតមិនប្រព្រឹត្តអំពើអាក្រក់ហ្នឹងបើចេះស្រឡាញ់ខ្លួនត្រូវដកខ្លួនឲ្យផុតពីរបស់ស្មោកគ្រោកអញ្ចឹងហ្នឹងបើស្រឡាញ់ខ្លួនហ្នឹងហើយចុះបើដកពីអំពើស្មោកគ្រោកហើយវាល្មិចវាបានស្អាតហើយតម្លៃដែលប្រពុតឲ្យគឺត្រង់ទៅថាដកខ្លួនចេញអំពើពីអំពើទុច្ចរិតហ្នឹងស្អាតហើយប៉ុន្តែភ្នែកអ្នកដតីឃើញមិនអានឹងរឿងរបស់គេទេអញ្ចឹងណាកុំធ្វើតម្រូវចិត្តគេអារឿងតម្លៃហ្នឹងហត់ណាស់